បងប្រុសកុំ share វីដេអូនេះឲ្យប្រពន្ធឃើញឲ្យសោះស្អីគ្នាយើងមិនចង់ដឹងការសម្ងាត់របស់ដៃគូកុំរំលងវីដេអូនេះឲ្យសោះថ្ងៃនេះខ្ញុំនឹងមកប្រាប់អ្នកទាំងអស់គ្នាអំពីវិធីចូលទៅ check មើល history ថាតើដៃគូរបស់យើងគាត់ search ឬក៏គាត់មើលអីគេខ្លះនៅលើ Facebook របស់គាត់ហើយទោះបីជាគាត់បានលុប history នៅកន្លែង search ហើយក៏ដោយក៏យើងនៅតែអាចចូល check មើលបានដែរប៉ុន្តែដើម្បីទៅ check មើលបានអ្នកទាំងអស់គ្នាជាដំបូងត្រូវមាន Facebook account របស់គាត់សិនរីឯវិធីនៅក្នុងការយក Facebook account របស់គាត់ឬក៏ចូលទៅ check មើលក្នុង account Facebook របស់គាត់តាមវិធីណាអ្នកទាំងអស់គ្នាគឺរកវិធីសាស្ត្រនោះដោយខ្លួនឯងអញ្ចឹងជាដំបូងឡើយអ្នកទាំងអស់គ្នាចូលទៅក្នុង Facebook បន្ទាប់មកទៀតចុចទៅលើ profile ហើយអ្នកទាំងអស់គ្នាចុចនៅលើត្រី3ខាងលើនេះតមកទៀតអ្នកទាំងអស់គ្នាយកពាក្យ setting and privacy ហើយយកពាក្យថា setting តមកទៀតអ្នកទាំងអស់គ្នាចូលពាក្យថា account center ហើយអ្នកទាំងអស់គ្នានឹងឃើញពាក្យថា your information and permission ចុចចូលកន្លែងហ្នឹងមកអញ្ចឹងអ្នកទាំងអស់គ្នានឹងឃើញពាក្យថា search history ចូល search history ហើយជ្រើសរើសយក account មក account Facebook យើងហ្នឹងអញ្ចឹងនេះគឺជា history ដែលខ្ញុំបាន search មើលវាមានថ្មីហ្នឹងហើយខាងក្រោមទៀតនិយាយទៅទោះបីជាយើងលុបចោលនៅកន្លែង search ក៏ដោយក៏អាចមើលឃើញថាយើងបាន search មើលអីគេខ្លះឬក៏ search រកឈ្មោះ account របស់អ្នកណាចូលមើល profile អ្នកណាគឺមាននៅក្នុងនឹងទាំងអស់អញ្ចឹងបើសិនជាដៃគូរបស់យើងគាត់ search គាត់ចូលទៅ profile របស់អ្នកណាឬក៏គាត់ search អំពីអីគាត់ចង់ដឹងអំពីអីគាត់មើលអីគេខ្លះអ្នកទាំងអស់គ្នាគឺអាចទៅមើលនៅក្នុង history នេះបាន